Ngày nayខ្ញុំប្រាប់ប្តីខ្ញុំថាខ្ញុំសុំស្ទួយត្រីជាទឹកចុងក្រោយហើយពួកអីទៅផ្ទះវិញគឺអត់មានឱកាសស្ទួយត្រីទៀតទេដល់ណាបងប្អូនហើយមកអង្គុយស្ទួយត្រីទៅជាបានក្តាមអញ្ចឹងនៅប្រទេសអូស្ត្រាលីនេះគឺមានច្បាប់ទៀតចាប់ក្តាមហើយក្តាមប្រភេទនេះគេហៅថាម៉ាត់ក្រែបហើយលក្ខខណ្ឌនៃការចាប់ហ្នឹងគឺម្នាក់គឺចាប់បានតែ7ក្បាលទេហើយទំហំក្តាមហ្នឹងគឺ15សង់ទីម៉ែត្រឡើងទៅគឺវាស់លើស្នូកក្តាមណាហើយម្យ៉ាងទៀតគឺយកបានតែក្តាមឈ្មោលទេបងប្អូនក្តាមមេគឺយកអត់បានទេហើយចំណុចមួយទៀតហ្នឹងបើសិនជាយើងចាប់បានក្តាមហើយក្តាមហ្នឹងពិការបាក់ដៃបាក់ជើងគឺយើងត្រូវបោះក្តាមហ្នឹងចូលទឹកវិញគឺអត់អាចយកទៅផ្ទះបានទេបើគេចាប់បានគេនៃជាលុយអស់ច្រើនណាបងប្អូន